มีส่วนบางคนไงนี่ធ្វើការថតបង្ហាញពីម៉ាស៊ីនបឺតខ្យល់ខ្នាតធំដែលយើងមានច្រើនប្រភេទនេះប្រភេទដាក់លើតុក៏បានដាក់នៅទីក៏បាននេះបងប្អូនអាចដាក់លើតុបើសិនជាចង់ដាក់លើតុនេះប្រភេទឈរណាប្រភេទឈរយើងមានខ្នាត4ទឹក5ទឹកណានេះប្រភេទកម្រ2ណាអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់វាអាស្រ័យទៅលើបងប្អូនប្រើប្រាស់ថង់ប៉ុណ្ណាណាឧទាហរណ៍ថាបងប្អូនប្រើប្រាស់រហូតដល់ថង់នេះ30គុណ40អញ្ចឹងប្រភេទថង់ធំបែបនេះពេលដែលយើងប្រើប្រាស់ម៉ាស៊ីនឃ្លុបបងប្អូនប្រើទៅអត់សូវចំណេញទេណាដោយសារបងប្អូនមើលថង់ណាគាត់ថាយើងដាក់ចូលឃ្លុបពេញបាត់ហើយអញ្ចឹងមានន័យថាថង់ធំពេលដែលយើងប្រើមួយម៉ាស៊ីនឃ្លុបបែបនេះគឺវាប្រើបានថង់តិចអញ្ចឹងឧទាហរណ៍ថាយើងយកខ្នាត30គុណ40ដដែលមកប្រើជាមួយនឹងម៉ាស៊ីនខ្នាត4ទឹកណា4ទឹកយើងដាក់អស់ថង់ហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនប្រើថង់ធំហើយយើងប្រើម៉ាស៊ីនឃ្លុបបែបនេះគឺយើងប្រើអត់ត្រូវទេអញ្ចឹងបើសិនជាបងប្អូនប្រើថង់ធំហើយយើងចង់បានចំណេញយើងអាចប្រើម៉ាស៊ីន5ទឹកណាអានេះម៉ាស៊ីន5ទឹកតែយើងដាក់ថង់30គុណ40ទៅវាសល់ចន្លោះវាអាចដាក់បាន2ប៉ុន្តែទោះជាយ៉ាងណាបើសិនជាប្រើយើងប្រើថង់តូចវិញឧទាហរណ៍យើងប្រើថង់20គុណ30ណា20គុណ30ពេលដែលបងប្អូនប្រើម៉ាស៊ីនឃ្លុបបែបនេះអានេះខ្នាត4ទឹកណាអញ្ចឹងខ្នាតមុខអូត4ទឹកនេះគឺយើងបើដាក់យើងដាក់20គុណ40យើងអាចដាក់បាន4ថង់ណាអញ្ចឹងប្រើថង់កាន់តែតូចម៉ាស៊ីនឃ្លុបបែបនេះគឺមានប្រសិទ្ធភាពកាន់តែខ្ពស់ប៉ុន្តែនៅពេលដែលយើងប្រើថង់ធំម៉ាស៊ីនឃ្លុបអត់មានប្រសិទ្ធភាពទេណាដោយសារទំហំដែលយើងដាក់ថង់ចូលទៅវាអស់ស្ប៉េសអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការក្នុងការបឺតខ្យល់បងប្អូនត្រូវដឹងថាយើងប្រើថង់អីសិនណាដើម្បីយើងមើលថាថង់មួយណាដែលយើងប្រើទៅយើងចំណេញឧទាហរណ៍ដល់បងប្អូនចង់ទិញខ្នាត4ទឹកប៉ុន្តែថង់ដែលយើងប្រើ30គុណ40អញ្ចឹងមានន័យថាយើងបឺតម្ដងបានតែមួយចង់យ៉ាប់ផងព្រោះដោយសារថង់វាដាក់មកវាហៀមចង់ហៀមម៉ាស៊ីនណាអញ្ចឹងបើសិនជាយើងដាក់របស់រៀងធំតិចវាអាចកល់ណាអញ្ចឹងបើសិនជាយើងប្រើខ្នាត5ទឹកអាហ្នឹងយើងប្រើ30 40អាចបាន2ណាអាចបាន2ដោយសារវាដាក់មកនេះវាសល់ចុងមួយខាងហើយខាងនេះយើងត្រឡប់មកបាន2ណាអញ្ចឹងបើសិនជាបងប្អូនប្រើថង់តូចវិញណាថង់20គុណ30វិញអញ្ចឹងបើសិនជាយើងប្រើខ្នាត5ទឹកយើងអាចដាក់បាន4ហើយសល់ចន្លោះណាអញ្ចឹងម៉ាស៊ីនធំនេះបើសិនជាយើងប្រើជាមួយនឹងថង់តូចជាពិសេសថង់ដែលទូជាង20គុណ30ទូទៅក្រោមណាគឺយើងបឺតម្ដងបានច្រើនអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការបឺតលឿនទៀតមានន័យថាយើងឲ្យមួយខាងបឺតមួយខាងទៀតយើងរៀបណាអញ្ចឹងមានន័យថាពេលដែលយើងរៀបមួយខាងនោះហើយយើងឲ្យវាបឺតណាវាបឺតចឹងហើយយើងរៀបខាងនេះម្ដងពេលដែលខាងនេះបឺតហើយគឺយើងទាញមកដាក់ខាងនេះវិញណាអញ្ចឹងមានន័យថាក្នុងពេលតែមួយហ្នឹងយើងបឺតផងរៀបផងណាអានេះវាលឿនណាដោយសារវាមានមុខត2អញ្ចឹងបងប្អូនដែលមានតម្រូវការក្នុងការប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់បងប្អូនអាចប្រាប់ថាបងប្អូនចង់ប្រើថង់បែបណាណាដើម្បីយើងខ្ញុំណែនាំថាគួរយក model ណាត្រូវណាអញ្ចឹងផលិតផលរបស់ខាងយើងខ្ញុំនេះគឺជាផលិតផលដែលផលិតដោយរោងចក្រឡម៉ង់ដែលមានទីតាំងនៅប្រទេសចិនណាអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងមកពេកដើម្បីព័ត៌មានបន្ថែមបានសូមអរគុណ